សួស្តីបងប្អូនទាំងអស់គ្នាអូខេថ្ងៃនេះយើងជួបគ្នានៅវីដេអូថ្មីហើយវីដេអូនេះយើងនិយាយអំពីការគូដែកដបលម្ដងเนาะបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់ធ្នឹមមួយអ្នកទាំងអស់គ្នាចង់ដាក់ក៏បានអត់ក៏បានដែរព្រោះយើងចង់ដាក់នេះយើងចូលធ្នឹមមកយើងគូឆៅហ្មងទៅធ្នឹម20នេះហើយយើង select អានេះផង city snap paint នេះមានន័យថាវាគូមកចាប់ snap ហើយប្តីតាមហ្នឹងបាទឥឡូវខ្ញុំបង្ហាញប៉ុណ្ណឹងអូខេឥឡូវខ្ញុំចូលទៅ model ដៃទាំងអស់គ្នាអូខេខ្ញុំចូល structure បន្ទាប់ទៀតខ្ញុំចូលយក action បាទអញ្ចឹងបន្ទាប់មកទៀតខ្ញុំទៅ set work plan មានន័យថាឲ្យវាប្តីទៅតាមនេះឲ្យដែករត់មកប្តីទៅតាមដបូលយើងអញ្ចឹងណាបាទអញ្ចឹងខ្ញុំ set work plan នេះ set work plan បាទអញ្ចឹងខ្ញុំ pick a plan មកយើងទៅ select boundary នេះអូខេឲ្យវា trade ណានេះឲ្យពណ៌ខៀវចូលមកបកឃើញទេចូលហើយអញ្ចឹងយើងទៅនេះ boundary line មានន័យថាយើងទៅគូ boundary វាមួយទៀតអញ្ចឹងខ្ញុំយក pick line បាទអញ្ចឹងខ្ញុំទៅនេះទៅធ្វើ boundary វាសិនបាទអញ្ចឹងនេះ select មក select ឲ្យចំនេះទាំងគ្នាកន្លែងនេះប្រយ័ត្នផងប្រយ័ត្នអត់ចំគ្នាតែអត់ចំគ្នាវាអត់ឲ្យទេអញ្ចឹងនេះមួយទៀតបាទអូខេនេះយើងបានហើយបន្ទាប់មកទៀតយើងចូលទៅនេះ beam direction spacing យើងយកប៉ុន្មានអ្នកទាំងគ្នាយកប៉ុន្មានឥឡូវខ្ញុំយក8ទឹកមួយណាspacing នេះអត់កែទេប៉ុណ្ណឹងហើយនេះខ្ញុំ spacing ខ្ញុំយក8ទឹកមួយអូខេហើយខ្ញុំយកឡានមកគូនេះឃើញទេបន្ទាប់មកទៀតខ្ញុំនេះដាក់វាចំកណ្ដាលនេះមកឲ្យវារត់ចែកគ្នាទៅគឺវាចែកឲ្យទេយកចាប់ពីកណ្ដាលនេះមកគឺដល់នេះត្រង់ហើយបន្ទាប់មកទៀតនេះខ្ញុំបានប៉ុណ្ណឹងឯងអ្នកនរគ្នាឃើញទេបាទអញ្ចឹងចុច finish នេះអ្នកនរគ្នាឃើញទេដែកមកហើយអូខេអ្នកនរគ្នាឥឡូវដែកយើងបានហើយដែកនេះមានទំហំ50-100អ្នកនរគ្នានេះដែកប្រហោងយើង50-100បាទអ្នកនរគ្នាឥឡូវដែកយើងបានប៉ុណ្ណឹងហើយឥឡូវខ្ញុំចូលទៅដាក់ពណ៌វាតិចណាឥឡូវខ្ញុំ select វាមកនេះ select all instance visible in view បន្ទាប់មកទៀតខ្ញុំ select មកតង់ទៀតខ្ញុំយកនេះ override graphic in view នេះហើយ by element បាទអញ្ចឹងកន្លែងនេះយើងយកនេះ show fill មកដាក់ពណ៌អីគេអាហ្នឹងដាក់ពណ៌ណានេះសាដាក់ពណ៌នេះមើលដាក់ពណ៌នេះមកបាទអ្នកនរគ្នាចង់ដាក់អីក៏បានដែរខ្ញុំដាក់អូខេហើយខ្ញុំ apply អូខេអ្នកនរគ្នាឃើញទេឥឡូវដែកខ្ញុំដាក់ពណ៌ចឹងហើយបន្ទាប់មកទៀតខ្ញុំគូដែកនេះទៅនេះម្ដងបាទអូខេឥឡូវខ្ញុំចូលទៅbeam ខ្ញុំ select ដែរឃើញទេនេះអ្នកនរគ្នាឃើញវាប្តីទៅហ្នឹងណាអញ្ចឹងបើអ្នកនរគ្នាអត់ឃើញហ្នឹងអីនេះបើក line show នេះមកវាចាញ់បាទអូខេអញ្ចឹងខ្ញុំទៅបង្កើត boundary ឲ្យវាសិនបានយើងអាចគូបាននេះខ្ញុំយកដូចមិញមក pick line មកគូ boundary មិញមកនេះធ្វើមិន click ឲ្យចំនេះពណ៌ខៀវអញ្ចឹងតែឥឡូវនេះប្រយ័ត្នអត់ចំគ្នាចំវាអត់ចាញ់ណាបាទអញ្ចឹងគូមើលផងគេនេះម៉ែចឹងមកអូខេអញ្ចឹងខ្ញុំយកដដែលមក beam direction ខ្ញុំយក line អូខេអញ្ចឹងខ្ញុំគូពីនេះទៅម្ដងនេះគូចេះតែប្រយទៅបាទអូអ្នកនរគ្នាកន្លែងនេះខ្ញុំយក spacing មែនឥឡូវខ្ញុំយកសាកយក30ណាអានេះក៏ឧទាហរណ៍ទេអ្នកនរគ្នាចង់ពេលចាក់ស្ដែងចង់ដាក់ប៉ុន្មានក៏បានដែរឥឡូវខ្ញុំយក spacing 30បាទអញ្ចឹងខ្ញុំយកនេះគូឆៅយ៉ាងមកចាំមើលបាទឥឡូវខ្ញុំបានអញ្ចឹងហើយខ្ញុំនេះ finish អូខេអ្នកនរគ្នាឃើញទេដែកយើងបានហើយអូខេអ្នកនរគ្នាឥឡូវដែកយើងបានហើយវារៀងញឹកពេកទៅមើលទៅតែឥឡូវដាក់ញឹកអញ្ចឹងក៏បានដែរអាហ្នឹងយើងរកឧទាហរណ៍ model ឲ្យអ្នកនរគ្នាមើលទេ
ឥឡូវខ្ញុំទៅដូរមុខកាត់ដែកនេះតិចសិនវាធំពេកឡើយហ្នឹងវាត្រូវតែជាទូទៅអាហ្នឹងទូចទេតែឥឡូវយើងmodel ដើម្បីសិក្សាទេអញ្ចឹងយើងអាចដូរបានអ្នកនរគ្នាចង់ដាក់បានចាក់ចិត្តបាទឥឡូវខ្ញុំ select ទៅដូរមុខកាត់វានេះអស់ហើយអញ្ចឹងខ្ញុំយកដៃប្រហោងខ្ញុំយកត្រឹម48នេះឃើញវាដូរឲ្យបាទអញ្ចឹងកន្លែងនេះវាដូរឲ្យហើយអញ្ចឹងខ្ញុំselect ដូរពណ៌មកនេះ select all instant visible in view បាទអញ្ចឹងវាដូរពណ៌ឲ្យហើយយើង select បតង់ទៀតនេះចូល override graphic in view by element បាទបន្តមកទៀតនេះយើងយក Software ដដែលហើយនេះយើងដាក់ឲ្យចាំងតិចណាស្រេចអ្នកនរគ្នាយើងដាក់អីក៏បានដែរអូខេនេះដាក់មកហើយ apply ឃើញទេអ្នកនរគ្នាឃើញដែកយើងបានហើយតែវារៀងញឹកពេកអ្នកនរគ្នាអាចបន្ថយបានណាអត់អីទេអូខេឥឡូវយើងបានប៉ុណ្ណឹងហើយអញ្ចឹងកន្លែងនេះវាដូចតែគ្នាទេមានន័យថាយើងចូលទៅ set work plan នេះដូចតែគ្នាអញ្ចឹងបាទនេះអ្នកទាំងអស់គ្នាចូល set work plan ចង់គូមកបាទអញ្ចឹងយើងបានប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តឬក៏ទុកឬក៏ឲ្យខ្ញុំគូទាំងអស់នេះអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំចាប់ដើមគូខាងនេះម្ដងបាទអញ្ចឹងខ្ញុំចូលទៅ structure បន្ទាប់មកខ្ញុំយក beam system ដដែលបន្ទាប់ទៀតខ្ញុំ set work plan ខ្ញុំចុចខ្ញុំយក pick a plan បាទអញ្ចឹងបន្ទាប់មកខ្ញុំចាប់ដើមទៅនេះ select boundary នេះឲ្យវាស្គាល់នេះចុចមក click មកបកឃើញទេបន្តទៀតខ្ញុំចាប់តាម show មើលនេះឃើញវា trace បង្ហាញឲ្យវិញណាបាទអញ្ចឹងខ្ញុំបិទវាបន្តមកខ្ញុំចូលទៅគូ boundary ខ្ញុំយក pick line អូខេអញ្ចឹងខ្ញុំ pick មកអ្នកនរគ្នា select មួយកុំប្រញាប់បាទអូខេនេះយកខាងលើអ្នកនរគ្នាយកខាងលើមកនេះមួយប្រយ័ត្នខុសបាទអញ្ចឹងនេះ click មកកន្លែងនេះវាអត់ស្មើគ្នាយើងកន្លែងនេះវាអត់ស្មើគ្នាអ្នកនរគ្នាខ្ញុំទាញវាឲ្យចូលគ្នាមកបាទអូខេអញ្ចឹងបន្ទាប់មកយើងកន្លែងនេះយើងពិនិត្យមើលទៅគឺអត់មានទេវាជាប់គ្នាអស់ហើយអញ្ចឹងយើងចូលទៅ beam direction មកអានេះយើងយក spacing វាយក8 ទឹកមួយតទៅខ្ញុំយក line មកគូបាទអូខេយកនេះមកដាក់ដូចពីមុនអញ្ចឹងអូខេខ្ញុំ finish នេះឃើញទេឃើញនៅក្នុងនេះឥឡូវដែកយើងបានហើយគឺ8ទឹកមួយគម្លាតវាអូខេអញ្ចឹងខ្ញុំអត់តន់ដូរពណ៌អីទេខ្ញុំចូលទៅmodel ដែកនេះវាទៅនេះម្ដងនេះវាកាត់ទៅនេះម្ដងជំហៀងម្ដងនេះយើងធ្លាក់មកត្រង់ចៃវាប្តេកមកត្រង់ហើយតទៅយើងគូដែកទៅនេះម្ដងបាទអូខេអញ្ចឹងយើងយកដដែលមកនៅក្នុងគ្នាអូខេឥឡូវនេះវាអត់ចូលគ្នាអញ្ចឹងយើងនេះមកដាក់ឲ្យវាចូលគ្នាមកបាទឥឡូវយើងដាក់ចូលគ្នាមកអូខេយើងបានហើយនេះគឺជាប់គ្នាហើយបន្តមកទៀតខ្ញុំយក beam direction ខ្ញុំយកឡើងមកគូអូខេអញ្ចឹងខ្ញុំចូលពីទៅនេះខ្ញុំយកពីទៅខ្ញុំគូអូខេអញ្ចឹង spacing ខ្ញុំយក31 3ទឹកបាទអូខេអ្នកនរគ្នាឃើញទេគឺចេញហើយបាទឃើញទេដែកយើងចេញហើយកន្លែងនេះដូចវាអត់ស្មើគ្នាវាអត់នេះយើងលូតបលូតវាមកអ្នកនរគ្នាឃើញស្លេចវាមកយើងដោះឡុកមកយើងអាចបលូតបានហើយនេះឃើញទេកន្លែងណាអត់ស្មើអ្នកនរគ្នាអាចបលូតបានវាដូចនេះអីអ្នកនរគ្នា
គ្នាសេរីមកណាបាទអញ្ចឹងវាអាច float បានអ្នកនរឃើញ float បានអូខេអ្នកនរគ្នាឥឡូវខ្ញុំគូខាងនេះម្ដងនេះខាងក្រោយបាទអញ្ចឹងខ្ញុំចូលដដែលអ្នកនរគ្នាអាចប្រកាសជាចេះធ្វើណោះតែខ្ញុំគូឲ្យអស់មកទៅអញ្ចឹងណាអញ្ចឹង set work plan ដដែលpick plan អញ្ចឹងអ្នកឃើញ boundary វាអ្នកឃើញទេ QQ ហ្នឹងបកអូខេ show មកឃើញវានៅខាងណាម្ដងឃើញទេបាទអូខេបន្តមកទៀតយើងយក boundary ហើយយើងគូ boundary មក pick line មកយកនេះឃើញគូ boundary បាទអញ្ចឹងអ្នកទាំងអស់គ្នាធ្វើយូរទៅ start ហើយឬក៏ដូរមុខកាត់អីអានេះខ្ញុំដូរក្រោយណាមុខកាត់វាឬក៏ដាក់ពណ៌ដាក់អីខ្ញុំដាក់ក្រោយតែឥឡូវខ្ញុំអ្នកនរគ្នាមើលសិនកុំឲ្យយូរពេកអញ្ចឹងណាបាទបន្តមកទៀតយើងបានហើយយើងយក beam direction មកនេះអញ្ចឹងខ្ញុំគូពីកណ្ដាលនេះមកអូខេអញ្ចឹងខ្ញុំយក8ទឹកមួយអូខេអញ្ចឹងខ្ញុំយក8ទឹកមួយអ្នកនរគ្នាបាទ finish ឃើញទេបានហើយបន្តមកទៀតខ្ញុំយកដដែលអូខេ reset work plan នេះគឺវាឲ្យវាតាណាទេឃើញដល់ពេលយើងសូមមកវាឃើញដដែលអញ្ចឹងអូខេអត់អីទេតើខ្ញុំបិទវិញហើយខ្ញុំដដែលគូ boundary វាមកហើយខ្ញុំយក pick line ដដែលអូខេច្រឡំមួយអូខេអានេះចាំខ្ញុំលុបវិញអមណាកុំលឿនពេកបាទនេះឲ្យចាំមកកុំឲ្យជៀសវាងការខុសញ៉ៃ back ច្រើនដងបាទអញ្ចឹងនេះឃើញពិនិត្យត្រង់នេះផងកាយនេះហើយវាជាប់គ្នាតែជាប់គ្នាវាអត់ឲ្យណាខ្ញុំប្រាប់កន្លែងហ្នឹងឲ្យហើយអ្នកគូអត់ចេញបាទឥឡូវយើងបានហើយខ្ញុំយក beam direction ហើយខ្ញុំយក line មកគូមកនេះខ្ញុំយក3ទឹកមួយអូខេអ្នកនរគ្នាឃើញទេឥឡូវយើងបានហើយនេះបាទឃើញទេនៅនេះម្ដងនេះ3នេះអញ្ចឹងវារៀងសាំញ៉ាំបន្តិចអ្នកនរគ្នាវីដេអូនេះរៀងយូរតិចហើយតែមើលមួយប្រយ័ត្នគូអត់ចេញបាទអញ្ចឹងយើងចូលគូឡើងនេះទៀតនេះខាងមុខម្ដងអញ្ចឹងយើងដដែលទេអ្នកនរគ្នាធ្វើច្រើនដងទៅយល់ហើយអញ្ចឹងវាអាចនឹងស្រួលវិញហើយអញ្ចឹងណាតែនឹងទាមទារយើងធ្វើឲ្យ start ដៃតិចបាទឥឡូវយើង pick a plan យើងយក set a plan ដដែលមក set plan មកឃើញទេឃើញវាប្តីទៅនឹងហើយអូខេយើងបិទវិញបន្តមកទៀតយើងគូ boundary យើងយកនេះ pick line ដដែលបាទនេះអូខេឥឡូវនេះជាប់គ្នាអស់ហើយអ្នកនរគ្នាឃើញអត់មានអីទេបន្តមកទៀតយើងយក beam direction អូខេយើងគូយក line មកគូអូខេចុះមកនេះអស់នេះឥឡូវនេះខ្ញុំយក8ទឹកមួយដដែលមកអូខេអញ្ចឹងយក finish បាទឃើញទេចាញ់ហើយអូខេអញ្ចឹងមកទៀតយើងគូដែកឲ្យវារត់ទៅនេះនេះអូខេអញ្ចឹងដដែលទៀតហើយបាទឡើង work plan វាដដែលហើយវាមានអីទៀតអូខេអញ្ចឹងគូ boundary វាចូល pick line ហើយគូ boundary កន្លែងនេះខ្ញុំប៉ះច្រឡំបាទកន្លែងខ្ញុំលុបវិញអូខេអញ្ចឹងយក beam direction fit your line អឺចុះទៅនេះមកកន្លែងនេះយក3ទឹកមួយដល់គ្នា3ទឹកមួយយក finish អូខេឥឡូវយើងបានហើយនៅពីនេះម្ដង
lạiនេះរៀងយ៉ាប់តិចមើលទៅអូខេតែវាអត់អីទេយើងអនុវត្តតាមហ្នឹងមកយើងយល់ហើយបាទចឹងអ្នកនរគ្នាចង់កែច្នៃទៀតដាក់តាមនឹងមកខ្ញុំយកដដែលខ្ញុំគូឲ្យអស់មកទៅតែពិតវាដដែលដែរអ្នកនរគ្នាចឹងខ្ញុំគូឲ្យអស់មកទៅតែវីដេអូនេះរៀងយូរតិចអូខេអ្នកនរគ្នាឥឡូវយើងខាងមុខនេះបានហើយយើងចាប់ផ្ដើមគូពីនេះទៅហើយនេះពីផុសនេះបាទឥឡូវយើងយក structure beam system តមកទៀតយើងយកនេះ set work plan pick up plan នេះស្លេងចាំ boundary នេះឃើញខៀវឯងប៉នេះត្រូវតែនឹងហើយបាទអូខេឥឡូវយើងបង្កើត boundary យើងយក pick line អូនេះខ្ញុំប៉ះច្រឡំអានេះខ្ញុំលុបវិញអត់អីទេអានេះយើងដាក់វាឲ្យចូលគ្នាហើយមកបាទហើយនេះអូខេយើងបានហើយលុបវាវិញបាទអញ្ចឹងយើងយក beam direction ឥឡូវនេះយក8ទឹក1 spacing យក line មួយគូអូខេ finish អូខេបានហើយតមកទៀតគូដែកមួយទៀត pick line ដដែលអូខេនេះដែរស្មើអូខេបាទអញ្ចឹងយក beam direction អានេះយក3ទឹកមួយអញ្ចឹងយកឡើងគូនេះអូខេអូខេអ្នកនរនេះឃើញបានហើយនេះអស់ឡើងនេះខ្ញុំលុបចោលមួយខេនេះខ្ញុំលុបចោលមួយអូខេអញ្ចឹងយើងនៅប្រផុងនេះម្ដងឥឡូវយើងគូផុងនេះម្ដងបាទអញ្ចឹងយើងចូល beam system ដដែលតមកទៀតយើង set នេះ set up plan pick up plan អូខេនេះជា boundary របស់វាអូខេអញ្ចឹងយើងទៅគូ boundary line នេះបាទ pick line អូខេយកនេះដាច់ចឹងអូខេអត់អីទេឡើយនេះបាទដាក់ស្មើមកឡើយនេះហើយដាក់ស្មើបាទអត់អីទេមកយើងយក beam direction line ឥឡូវនេះយក8ទឹក1អូខេអ្នកនរគ្នាបានហើយអូខេនៅមួយទៀត structure beam direction យក line ហើយអានេះយក3ទឹក1អូខេតាមនេះអូខេអូខេ finish មកឃើញបានប៉ុណ្ណឹងហើយអ្នកនរគ្នាតែនេះអូខេឥឡូវខ្ញុំទៅប្រាប់ពី model កៅ model មួយអូខេខ្ញុំបានដាក់ហើយឥឡូវខ្ញុំប្រាប់ម្ដងទៀតអូខេឥឡូវខ្ញុំបាននេះយើងចូលមក structure មកយក beam មកអូខេយក beam មកខ្ញុំយក500ដៃប្រហោង500បន្តមកទៀតខ្ញុំគូនេះឃើញចាប់ snap ឲ្យអូខេនេះឃើញទេខ្ញុំបានដែក500ហើយកន្លែងនេះខ្ញុំបលូតវាខ្ពស់តិចមកហើយចុះក៏ចឹងដែរអូខេអញ្ចឹងយើងបានប៉ុណ្ណឹងអូខេឥឡូវខ្ញុំប្រាប់ពីរបៀបទៅដូរនេះដូរមកកាត់អូខេ
ឥឡូវយើងបានហើយនេះដី500យើងដាក់ឲ្យគ្រប់មកនេះដល់ឲ្យដាក់ឲ្យគ្រប់មកណាកន្លែងនេះឬក៏ចង់ដាក់វាស្អាតបាទអញ្ចឹងឥឡូវខ្ញុំបង្ហាញអំពីការដូរមុខកាត់និងដាក់ពណ៌បន្តិចអ្នកនរគ្នាក្រែងផ្លិចអូខេអញ្ចឹងខ្ញុំ select អូខេឥឡូវខ្ញុំ select លើដែករបស់យើងមកអូខេនេះអូខេអញ្ចឹងនេះចុចទៅមកដូរមុខកាត់យើងយកនេះខ្ញុំយក30វិញអ្នកនរគ្នាខ្ញុំយក30បាទអូខេអញ្ចឹងខ្ញុំដូរពណ៌វាខ្ញុំ select វាមក select វាទាំងអស់ខ្ញុំប្រាប់ពីរបៀបដូរពណ៌អូខេអញ្ចឹងខ្ញុំคลิกមកស្ដាំបន្តមកទៀតខ្ញុំយក override graphic in view ខ្ញុំយក by element អូខេអញ្ចឹងយើងដាក់ឲ្យដូចនេះមកនេះដែករបស់យើងដែក30អូខេអញ្ចឹងយក soft fill យកពណ៌នេះអូខេហើយនេះខ្ញុំយកដូចគ្នានេះហើយ apply មកអូខេឃើញទេនេះឃើញវាចេញពណ៌ដូចគ្នាអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមនឹងមកអញ្ចឹងណាឥឡូវខ្ញុំអ្នកទាំងអស់គ្នាឥឡូវតវយើងគឺបានប៉ុណ្ណឹងហើយហើយទាំងអស់គ្នាគិតយ៉ាងម៉េចដែរតវនេះឥឡូវខ្ញុំលេងពណ៌អញ្ចឹងវារៀងឆើតតិចណាអូខេអ្នកទាំងអស់គ្នាអាចឆែកមើលកន្លែងនេះចង្កាដែកវារត់អត់ដល់អញ្ចឹងអ្នកទាំងអស់គ្នាបលូតមកណាបាទដូចនេះវាអត់ចូលទេយើងអាចបលូតឲ្យវាដល់មកដល់ធ្នឹមនេះមកកុំឲ្យឃើញដូចនេះហើយនេះអូខេដល់ការវាយើងលុបចោលទៅកន្លែងហ្នឹងណាបាទអូខេដូចនេះវាជន់ប្រហែលតង់អញ្ចឹងទៅយើងលុបវាទៅនេះអូខេចង្ការវារត់មកវាមកតែឯងអញ្ចឹងទៅអញ្ចឹងអង្គុយមើលទៅហើយសេរីសារ៉ងតាមហ្នឹងណាអ្នកនរគ្នាអូខេឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយវីដេអូនេះរៀងយូរបន្តិចអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូបន្ទាប់យើងនឹងនិយាយអំពីបង្កើត layout plan បាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយហើយវីដេអូនេះយើងមានតែប៉ុណ្្នឹងទេយើងអំពីការបង្កើត layout plan អ្នកទាំងអស់គ្នាបាទអញ្ចឹងយើងជួបគ្នានៅវីដេអូទៀតបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយអ្នកទាំងអស់គ្នា